បន្ទាប់ពីបានយាងជួបគ្រួសារភាសកនៅជំរំសវត្ថភាពភូមិបាក់ផ្កៅឃុំចុងកាលស្រុកចុងកាលខេត្តឧត្តរមានជ័យនៅរសៀលថ្ងៃទី13ខែមិថុនាឆ្នាំ2026ព្រះអម្ចាស់នរោត្តមចក្រាវុធឯកអគ្គរដ្ឋទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រនិងព្រះអម្ចាស់ក្សត្រីនរោត្តមរតនាទេវីព្រះអនុជបានបន្តព្រះដំណើរមកកាន់មជ្ឈមណ្ឌលជនភាសកនៅភូមិស្រះកៅឃុំពងរដើម្បីសួរសុខទុក្ខនិងប្រទានព្រះអំណោយដល់ប្រជារាស្ត្រទាំងនេះតាមស្ថានភាពគ្រួសារនិងពេលវេលានៅទីនេះព្រះអម្ចាស់ជាមួយគ្រួសារម្ចាស់ផ្ទះថ្មីបានធ្វើការសន្ទនាគ្នាយ៉ាងស្និទ្ធស្នាលអំពីជីវភាពរស់នៅប្រចាំថ្ងៃព្រះអម្ចាស់ទ្រង់បានលើកទឹកចិត្តដល់បងប្អូនភាសកឲ្យមានក្តីសង្ឃឹមនិងឆន្ទៈក្នុងការបន្តដំណើរទៅមុខទៀតទោះបីជាស្ថិតក្នុងស្ថានភាពនៃការបាត់បង់ដោយសារសង្គ្រាមក៏ដោយអងអញសែនទួលកចៅនាវីតាមស្ទឹងទុនលា